សាលាមានច្រើនចុះបើសាលាដែលមានដើមឈើធំធំហើយមើលទៅពណ៌បៃតងស្រស់បំព្រងតើមានប្រមាណសាលាទៅនេះគឺជាសាលាបឋមរក្សាបាត់ត្រង់ពេលខ្ញុំចូលមកដល់ទីនេះផ្ទាល់គឺខ្ញុំមានអារម្មណ៍មួយថារីករាយមែនទែនជាមួយនឹងទេសភាពហើយនឹងការរៀបចំដើម្បីឲ្យកូនសិស្សគាត់អាចមកអង្គុយលេងនៅទីនេះបានដល់ពេលម៉ោងសម្រាប់ពីការសិក្សារបស់ពួកគាត់អញ្ចឹងគាត់អាចនិយាយលេងពាក្យសាគ្នាជាមួយមិត្តភ័ក្តិដូចអីលេងជុំគ្នាសប្បាយមានកន្លែងលេងកីឡាលេងអីអញ្ចឹងទៅពួកគាត់មានសំណាងកាលពួកខ្ញុំរៀនអីគឺអត់មានអញ្ចឹងទេហើយទង់ជាតិបកអ្វីហ្នឹងទៅគួរជាទីរីករាយបំផុតហ្មងស្រស់បំព្រងបាទឥឡូវហ្នឹងយើងមកដល់នៅខាងក្នុងសាលាហើយគឺនៅសាលាបឋមសិក្សាបាត់ត្រង់ហើយរឿងដែលខ្ញុំចាប់អារម្មណ៍ជាងគេដំបូងគឺទាក់ទងជាមួយនឹងដើមឈើគឺនៅហ្នឹងដើមឈើធំហើយមានកន្លែងអង្គុយលេងមានម្លប់មានអីដល់ពេលកូនសិស្សគាត់សម្រាកពីម៉ោងសិក្សាទៅគាត់អាចមកអង្គុយលេងនឹងបាននៅនេះមានផ្កាម៉ោង10ផ្កាហ្នឹងខ្ញុំកាលពីតូចៗចូលចិត្តដាំនៅមុខផ្ទះសម្រាប់អាគារមួយហ្នឹងខ្ញុំមើលហើយឃើញប្លែកជាងគេតែម្ដងពួកអាគារផ្សេងអីគេធ្វើធម្មតាប៉ុន្តែអាគារនេះគឺចេញរាងឥដ្ឋនៅតែឥដ្ឋឡើយសម្រាប់ដើមឈើធំវិញគឺវាមានផលប្រយោជន៍ច្រើនផ្ដល់ជាម្លប់សម្រាប់កូនសិស្សគាត់អង្គុយលេងបានអង្គុយសិក្សាបានអញ្ចឹងទៅដើមឈើផ្ដល់ផលប្រយោជន៍ច្រើនណាស់ដល់មនុស្សយើងគ្រប់គ្នាអាចធ្វើជាផ្ទះអាចធ្វើជាសាលាអាចធ្វើជាជញ្ជាំងអីផ្សេងតុទូកៅអីហ្នឹងណាយើងមិនអាចកាត់ផ្ដាច់ចេញពីធម្មជាតិបានទេព្រោះអីវាមានប្រយោជន៍ច្រើនណាស់ដល់មនុស្សជាតិយើងគ្រប់គ្នាព្រោះអីវាអាចជួយការពារនៅគ្រោះរំជួយដីទឹកជំនន់ខ្យល់ព្យុះអីផ្សេងគឺបានពួកវានឹងឯងជួយទប់ជួយតែងអញ្ចឹងយើងចូលរួមទាំងគ្នាថែរក្សាដើមឈើឲ្យបានច្រើនតាមសាលាតាមអីយើងគួរមានដើមឈើបានច្រើនដូចនេះទៅមើលទៅស្អាតហើយមានកន្លែងអង្គុយលេងផ្ដល់ជាម្លប់ដល់គុណសិស្សដែលគាត់ចេញពីម៉ោងសិក្សាអញ្ចឹងទៅគាត់អាចអង្គុយលេង